ម្នាក់បានឃើញគម្របដប់មួយកំពុងរមៀលនៅលើដីគាត់ក៏អោនចុះរើសប៉ុន្តែនៅពេលដែលគាត់ជិតដល់គម្របដប់នោះក៏បាត់ភ្លាមមិនទាន់បានឲ្យក្មេងប្រុសប្រតិកម្មផងរថភ្លើងស្រាប់តែបង្កើនល្បឿនយ៉ាងខ្លាំងដោយសារកម្លាំងនៃចលភាពដ៏ធំអ្នកដំណើរក៏បានបុកទង្គិចគ្នាសន្លប់ពេលភ្ញាក់ឡើងអ្នកដំណើរបានដឹងថារថភ្លើងដែលពួកគេកំពុងជិះបានធ្លាក់ភ្លើបុគ្គលិករថភ្លើងកូកាចង់រាយការណ៍រឿងនេះប៉ុន្តែប៊ូតុងមិនដំណើរការក្នុងពេលជាមួយគ្នានោះយុវជនម្នាក់ក៏បានបើកទ្វាររថភ្លើងអ្នកដំណើរក៏បានប្រញាប់ប្រញាល់ចេញទៅក្រៅពេលចុះពីរថភ្លើងពួកគេមិនបានឃើញអគារទំនើបខ្ពស់ទេតែមានដើមឈើបុរាណដ៏ខៀវស្រងាត់ហាក់ដូចជាឡើងដល់មេឃសូម្បីតែទូរស័ព្ទដៃក៏គ្មានសេវាដែរនៅទីនេះពេលនោះប៊ីនបៃនដែលជាអ្នកពន្លត់អគ្គិភ័យបានស្នើឲ្យកូកាដឹកនាំអ្នកគ្រប់គ្នាទៅលាក់ខ្លួនរីឯគាត់វិញមានគម្រោងទៅពិនិត្យមើលផ្លូវរួមក្រោមដីអូណូដែលជាគ្រូបង្រៀនកីឡានិងយុវជនម្នាក់ទៀតក៏បានសម្រេចចិត្តរួមចំណែកដែរដូច្នេះមនុស្ស3នាក់ក៏បានកាន់ពើដើរទៅកាន់ផ្លូវរួមក្រោមដីយ៉ាងជ្រៅនៅម្ខាងទៀតប្រធានរថភ្លើងក៏បានរកឃើញទូររថភ្លើងដែលបាត់ដែរពួកគេសង្ស័យថាទូររថភ្លើងត្រូវបានបន្សល់ទុកនៅក្នុងផ្លូវរួមក្រោមដីដូច្នេះពួកគេក៏បានបញ្ជូនមនុស្សឲ្យចូលទៅក្នុងផ្លូវរួមក្រោមដីដើម្បីស្វែងរកពេលនោះប៊ីនទាំង3នាក់បានឃើញពន្លឺនៅខាងមុខផ្លូវរួមក្រោមដីក៏ចាប់ផ្ដើមបង្កើនល្បឿនក្រុមជួយសង្គ្រោះនៅទីនេះក៏បានរកឃើញស្ថានភាពដូចគ្នាហើយភាគីទាំងពីរក៏បានរត់ទៅរកគ្នាទោះជាយ៉ាងណាក៏ដោយមួយវិនាទីបន្ទាប់ក្រុមជួយសង្គ្រោះក៏បានជួបមិត្តរួមការងារដែលកំពុងស្វែងរកនៅក្នុងផ្លូវរួមក្រោមដីដូចគ្នារីឯប៊ីនទាំង3នាក់ក៏បានរត់ចេញពីផ្លូវរួមក្រោមដីអ្វីដែលលេចឡើងនៅពីមុខពួកគេមិនមែនជាចំណតរថភ្លើងទេតែជាតំបន់ដែលមានខ្សាច់និងថ្មពួកគេទាំង3នាក់ក៏បានត្រៀមទៅកាន់តំបន់ខ្ពង់រាបដែលមិនឆ្ងាយពីទីនោះដើម្បីមើលថាតើអាចរកឃើញអ្វីខ្លះប៉ុន្តែនៅពេលដែលពួកគេទៅដល់ពួកគេក៏បានដឹងថាជុំវិញគឺសុទ្ធតែជាវាលខ្សាច់ដែលលាតសន្ធឹងគ្មានទីបញ្ចប់ពួកគេបានបង្ហាញវីដេអូដែលបានថតទៅកាន់អ្នកគ្រប់គ្នាអ្នកដំណើរទាំងអស់ក៏បានបង្ហាញការព្រួយបារម្ភដើម្បីលួងលោមអារម្មណ៍របស់អ្នកដំណើរប៊ីនបានខ្ចីភ្លើងពីកូកាហើយបានដុតភ្លើងនៅខាងក្រៅដើម្បីផ្ដល់សញ្ញាសយុវជនម្នាក់នៅក្បែរបានប្រាប់ប៊ីនថាអ្វីដែលគាត់ធ្វើមិនសូវមានន័យទេគាត់និយាយថាជំនួសឲ្យការរងចាំការជួយសង្គ្រោះដោយអសកម្មគួរតែចេញទៅស្វែងរកផ្លូវវិញប្រសើរជាងយុវជនក៏បានរើសឈើមួយដុំយកវាធ្វើជាទូររថភ្លើងគាត់និយាយថាវាខ្សាច់ដែលពួកគេបានទៅមុននេះគឺខាងកើតដូច្នេះគាត់ចង់ទៅមើលទីដែលផ្ទុយគឺខាងលិចប៊ីនបានប្រាប់គាត់ថាធ្វើដំណើរម្នាក់ឯងគឺគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះគាត់ក៏បានខាត់យុវជននោះមិនឲ្យទៅនៅក្នុងទូររថភ្លើងក្មេងស្រីម្នាក់ដោយសារតែឃ្លានខ្លាំងពេកក៏បានលួចអាហារនៅក្នុងកាបូបរបស់អូណូនាងបានកាន់ថងហើយដើរចេញទាំងរីករាយស្រាប់តែភ័យស្លន់ស្លោតាមពិតគឺនាងបានបុកយុវជនដែលទើបតែបិទជើងតូចរួចយុវជនបានរើថងឡើងហើយចង់ប្រគល់ឲ្យនាងវិញក្មេងស្រីមិនព្រមទទួលយកទេតែបានរត់ចូលទៅក្នុងព្រៃយ៉ាងជ្រៅពេលនោះអូណូក៏បានត្រឡប់មកដល់រថភ្លើងវិញគាត់ក៏បានបើកកាបូបរបស់គាត់ហើយឃើញថាអាហារនៅខាងក្នុងបាត់អស់ហើយគាត់ក៏ងាកទៅមើលហើយឃើញយុវជនកំពុងកាន់ថងរបស់គាត់នៅក្នុងដៃយុវជនក៏បានដឹងថាមានភាពមិនប្រក្រតីក៏ដើរទៅពន្យល់ថាក្មេងស្រីបានទម្លាក់ថងនេះប៉ុន្តែក្មេងស្រីបែរជាបន្ទោសគាត់វិញហើយថែមទាំងនិយាយថានៅក្នុងកាបូបរបស់គាត់មានកាំបិតឬអ្វីមួយហើយមើលទៅមិនមែនជាមនុស្សល្អទេហេតុដូច្នេះអ្នកដំណើរទាំងអស់ក៏ភ័យខ្លាចយុវជនក៏បានបោះថងទៅលើក្មេងស្រីដោយកំហឹងហើយប្រាប់នាងឲ្យយករបស់នោះទៅឲ្យម្ចាស់ដើមវិញនិយាយរួចគាត់ក៏បានលោតចុះពីរថភ្លើងពេលនេះគាត់អាចទៅរកមើលខាងលិចតាមដែលគាត់ចង់បានហើយយុវជនក៏បានដើរចូលទៅក្នុងព្រៃយ៉ាងជ្រៅមួយសន្ទុះក្រោយមកគាត់ក៏បានរកឃើញមួកមួយនៅលើផ្លូវហើយនៅក្បែរនោះក៏បានរកឃើញប្រអប់ទឹកសម្រាប់ផឹកផងដែរនៅម្ខាងទៀតបុរសសក់ទង់ដៃម្នាក់បានរកឃើញថាទូរស័ព្ទរបស់គាត់បានថតបានទិដ្ឋភាពដែលមិនគួរឲ្យជឿវីដេអូបានបង្ហាញយ៉ាងច្បាស់ថាក្មេងស្រីបានលួចអាហាររបស់អូណូបុរសសក់ទង់ដៃក៏បានកាន់ទូរស័ព្ទដើរត្រង់ទៅរកក្មេងស្រីឃើញស្តាងនៅពីមុខក្មេងស្រីក៏គ្មានអ្វីត្រូវបដិសេធដែរមនុស្សគ្រប់គ្នាបានចង្អុលមុខនាងចំពោះទង្វើដ៏ថោកទាបរបស់នាងក្មេងស្រីក៏គ្មានមុខនៅទីនោះដែរក៏បានងាកទៅដើរចូលព្រៃពូម្នាក់នៅក្បែរនោះឃើញដូច្នេះក៏បាននិយាយថា